បាទសួស្តីបងប្អូនអរគ្នាជួបគ្នាទៀតហើយជាមួយនឹងខ្ញុំម៉ាត់ MSI បងប្អូនអរគ្នាតែងតែឃើញខ្ញុំបានបង្ហាញតាក់ទងជាមួយនឹងពូជស្មៅចំណីសត្វក៏ដូចជាអាហារបំពេញសត្វផ្សេងៗជាពិសេសតាក់ទងជាមួយនឹងគូឬក៏ពូជស្មៅតែម្ដងអញ្ចឹងសម្រាប់បងប្អូនអរគ្នាដែលត្រូវការនៅប្រភេទពូជស្មៅដែលធន់ជាមួយនឹងកម្ដៅទោះជាភ្លើងឆេះក៏មិនងាប់ដោយបងប្អូនអរគ្នាបានឃើញនៅខាងមុខបងប្អូនអរគ្នាហើយនេះសុទ្ធតែប្រភេទពូជស្មៅដែលខ្លាំងដែលធន់ជាមួយនឹងកម្ដៅនៅក្នុងខែប្រាំងនៅក្នុងខែ4គឺភ្លើងឆេះខ្លោចទាំងអស់តែម្ដងបងមើលតែកន្លែងដើមដែលងាប់នេះដឹងហើយបងប្អូនណាក្រោយមកគឺចេញពន្លកចេញក្តេងគឺចេញច្រើនមែនទែនរយៈពេលកន្លះខែជាងគឺចេញបានប៉ុណ្នេះបងប្អូនណានេះគឺរយៈពេលកន្លះខែជាងសម្រាប់បងប្អូនទាំងអស់គ្នាដែលធ្លាប់តាមអាត្រតាមនេះគឺដឹងស្រាប់ហើយសំណក់ដែលខ្ពស់នេះសុទ្ធតែជាប្រភេទពូជស្មៅដែលខ្ពស់យើងអត់បានច្រូតក្រោយមកភ្លើងឆេះនៅក្នុងខែ4បងប្អូនណាឥឡូវបងប្អូនមើលកន្លះខែជាងអត់បានមួយខែទេបងប្អូនណាទើបតែ18ថ្ងៃទេមើលលូតលាស់គឺលឿនមែនទែនពូជស្មៅនេះគឺធន់ជាមួយនឹងកម្ដៅហើយក៏ធន់ជាមួយនឹងទឹកទោះជាលេខប្រមាណខែក៏អត់ងាប់ដែរបងប្អូនកុំឲ្យតែលេខចុងសម្រាប់បងប្អូនអរគ្នាដែលត្រូវការនៅប្រភេទពូជស្មៅចំណីសត្វនេះគឺអាចធ្វើការទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទពីខ្សែគឺ090កុដ858325និង099358535ហើយសូមបញ្ជាក់គឺនៅក្នុងទីឃ្លាកន្លែងនេះគឺភ្លើងឆេះសុទ្ធទាំងអស់តែម្ដងគឺឆេះឡើងខ្លោចដូចបងប្អូនអរគ្នាបានឃើញនៅខាងក្រោមដើមគឺឆេះខ្លោចបែបនេះបងប្អូនណាប៉ុន្តែសួរថាតើការរស់គឺលូតលាស់បានល្អទេនៅតែលូត